Có một sát chân còn hai bánh mai.มีเรื่องทอมห้าวจอเสียมกันแต่ประเหินเปรมดปุกไม้บงปอนขณะได้ปิดพบโลกกำปงแต่ประดาวอารมณ์อย่างคลั่งเตลือสังเกตในดมบอลไม่ชมโบเปียสับตายเงี้ยเตมือปรุงได้กัมพูชีเสียมเยืองไอ้นอหวิงคือมีมไซขมายกำปงแต่หอยโตรโลมอย่างสงัดกูอ้อยปรือสมบอลได้มีดมนังดอกได้กกจิตีบ่มพดมวยได้ยืงนึกสมานมันดอเตในปีนี้คือมีเพียกีเจ้าเสียมเยบานเจงมกมาประกาศอยากกระเกรงอ่อมปีกำรงในการสร้างซองเราบองปรุงได้ดอรังมอมเตียงได้ปูเวียนในกำปงแต่เฉลียนเปี้ยนเลยตักโดยการไปเชียยืงดาวข้อฉบับนังการจะลัดนังปงรังกองกำลังโยธีการไปเชียระบเวียปรมเตียงการบ่มเปียสเปียวุฒยังตั้งรังบ่มพอดในจอบนังบรรทบปรุงได้ตักโดยการไปเชียระบยืงแต่มาดองแต่นี้กรอนแต่เชียร์บองการปีซอนเดซอกดำใบตุบสกันบอลเบอร์ชลองได้ดูได้เอาไว้โยธีเจ้าเสียมวิบานเจงมกหนอกดอกสลายหรือมวยปีเชียร์รอแนงบัดบังในอัดกำบังดอกไม้รงเงิดได้บานเละบังในกอลใบเล็บตรบะตักเดยตามระยะการกู้เวียแผ่นตีเจ้าไอกระเตาพิกีขมิ้นฉบับตำรวจในขนมสายพเนเวียนุเตตาเมียนอันตรายมวยหน้าได้อาจบังกราบกรมอุกฤษชนสงครามเจ้าเสียมวยนิบานตากัมพูชียังกำปงแต่ไปโชว์มกหนังการเฉลียนเปลี่ยนโดยประยาวหรือการกลุ่มเรียมกลุ่มให้ข้างโยธีดอตันตังมวยนิได้หรือเตเฮาตาโปรชีจีดนังโปรชีจงขมายยังกูตายเตรียมขลุ่นตุบตุลนังชลอยต่อแบบนางคลาจมผู้สกัมอภิบดอกกูไอสังไซมวยนี่เราบอกกรมอุกฤษชนสงครามเจ้าเสียมวยนี่ปีโอนี้ได้ยืนนังฟื้นการโบสไลนังจิกกกายโรการเปิดแต่งออกนี้ปกไม้บงปอนเปรมดทรงกรุบจะมีสู้เปรมดปกไม้บงปอนตูสนิกชนได้กปงใต้ตามดานตูสนาวิโอมวยนี่แต่งออกนี้จิตีกรุบสายรอบอันดอกปงปัวสมสฟังกุมยังเกาะได้หมกกันชนะเพียผมเปิดเลยเปิดชีทำไมมาดองเตียดไงนี้เตยชีทไงเสอตีดอกผมเปิดใครมีน้าชนะปีปอมาเผยประมวยเปรัสเซียนี่ได้ขยมบานมีนตำนั่งดอกได้กับกกมวยนั่งเชียประเทียนบอดดอกรสาบแต่มีสระสำคัญจิตีผมพอสำหรับจูวิสนาในตักเลยระบยืนนั่งซ่อนสกชีระบยืนพงได้ขยมจองยกหมกเรียบรอบนั่งโบกปลายสมรูนนั่งធ្វើការវិភាគឲ្យបានស៊ីជម្រៅចែកជូនទៅដល់ប្រិយមិត្តពុកម៉ែបងប្អូនទស្សនិកជនទាំងអស់គ្នាឲ្យបានជ្រាបជាព័ត៌មានមុននឹងឈានទៅដល់ការរៀបរាប់អំពីសាច់រឿងលម្អិតនិងការវិភាគវែកញែករងនៅចំណុចអាត់កំបាំងរបស់ក្រុមចៅសៀមឈ្លានពានសូមប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាមេត្តាជួយចំណាយពេលតែបន្តិចជួយចុច Subscribe និង Share ចែកម្លែកវីដេអូមួយនេះម្នាក់មួយសិនដើម្បីឲ្យបានព័ត៌មានដ៏សំខាន់នេះទៅកាន់តែជ្រួលជ្រាបទៅដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរយើងនៅទូទាំងពិភពលោកឲ្យបានឃើញនៅអ្វីដែលកំពុងតែកើតមាននៅតាមបន្តព្រំដែនយើងដែលឈ្លានពាននៅទឹកដីរបស់យើងបានប្រិយមិត្តទស្សនិកជនជាទីមេត្រីរាល់ថ្ងៃនេះយើងឃើញថាពិភពលោកកំពុងតែចាប់អារម្មណ៍ខ្លាំងទៅលើសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាដូចជាអ៊ីស្រាអែលអាមេរិកនិងអ៊ីរ៉ង់កំពុងតែវាយគ្នាជាដើមក៏ប៉ុន្តែបើយើងក្រឡេកមកមើលនៅព្រំដែនសៀមកម្ពុជាយើងឯនេះវិញគឺមានរឿងរ៉ាវមិនទាន់ទៅណាឆ្ងាយនោះទេពេលនេះកងទ័ពចៅសៀមវាកំពុងតែមានគម្រោងដ៏ធំមួយក្នុងការសាងសង់របងព្រំដែនដ៏រឹងមាំហើយព័ត៌មាននេះមិនមែនជាពាក្យចចាមអារាមនោះទេពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់គ្នាព្រោះថាមានព័ត៌មានល្បីៗធំៗនៅក្នុងស្រុកវានោះបានយកមកផ្សព្វផ្សាយប្រងព្រាតតែម្ដងដូចជាកាសែតបាងកកប៉ុស្តិ៍និងកាសែត The Straits Times ជាដើមកំពុងតែចុះផ្សាយយ៉ាងប្រងព្រាតជុំវិញបញ្ហានេះផងដែរតើវាបាននិយាយអ្វីខ្លះតោះអញ្ចឹងទៅតាមដានស្ដាប់ទាំងអស់គ្នាជាមួយនឹងខ្ញុំថ្មីនេះកងទ័ពជើងគោកភូមិមិនសៀមបានចេញសេចក្តីថ្លែងការណ៍បំភ្លឺជាសាធារណៈយ៉ាងច្បាស់នៅជុំវិញការសម្រេចចិត្តសាងសង់របងព្រំដែនការបង្កើននិងការបំពាក់សម្ភារៈយោធានៅតាមបន្តព្រំដែនកម្ពុជាសៀមដែលកំពុងតែคล้ายទៅជាប្រធានបទដ៏ក្តៅគគុកមួយជាផ្លូវការយោធាសៀមវាបានអះអាងថាវិធានការទាំងនេះគឺជាយុទ្ធសាស្ត្រដើម្បីពង្រឹងសន្តិសុខផ្ទៃក្នុងរបស់វាទេនិងការគ្រប់គ្រងព្រំដែនឲ្យមានប្រសិទ្ធភាពតែប៉ុណ្ណោះវាក៏បានបញ្ជាក់យ៉ាងច្បាស់ដែរថាពុំមានការញុះញង់អ្វីឬក៏ការត្រៀមលក្ខណៈសម្រាប់ធ្វើសកម្មភាពយោធាប្រឆាំងនឹងប្រទេសកម្ពុជាឬក៏បន្តឈ្លានពានកម្ពុជានោះដោយការបោកភ្លឺនេះដែរបានធ្វើនៅក្នុងគោលបំណងកាត់បន្ថយភាពការយល់ច្រឡំឬខណៈដែលមានមតិសាធារណៈកំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំងគឺស្ថិរភាពនៅតាមបន្តព្រំដែននេះតែម្ដងបាទប្រិយមិត្តពុកម៉ែបងប្អូនទស្សនិកជនទាំងអស់គ្នាសៀមវាថាអញ្ចឹងវាថាវានឹងអត់មានគំនិតនឹងចង់វាយកម្ពុជាឬក៏ឈ្លានពានទឹកដីកម្ពុជាយើងទៀតទេគ្រាន់តែធ្វើលបងមិនមែនជាការញុះញង់ស្អីនោះទេប្រិយមិត្តពុកម៉ែបងប្អូនយល់យ៉ាងណាចំពោះការលើកឡើងរបស់ពួកអភិគីចៅសៀមមួយនេះ
នៅមិនទាន់អស់នៅឡើយទេប្រិយមិត្តពុកម៉ែបងប្អូនមជ្ឈមណ្ឌលព័ត៌មានស្ថានភាពសៀមកម្ពុជាក៏បានបញ្ជាក់យ៉ាងច្បាស់កាលពីថ្ងៃទី13កុម្ភៈ2026កន្លងទៅនោះផងដែរថាការអនុម័តកញ្ចប់ថវិកាសម្រាប់គម្រោងការពារជាតិនេះគឺជាផ្នែកមួយនៃផែនការប្រចាំឆ្នាំដើម្បីការពារអធិបតេយ្យភាពជាតិនិងសុវត្ថិភាពរបស់ប្រជាជនវាយោធាសៀមក៏បានសង្កត់យ៉ាងធ្ងន់ដែរថារបងការពារព្រំដែនគឺជារនាំងការពារនិងដើម្បីទប់ស្កាត់នៅបទល្មើសព្រំដែនការជួញដូរមនុស្សការហូរចូលនៃទំនិញកិច្ចពន្ធដែលគេចាត់ទុកថានេះគឺជាសិទ្ធិស្របច្បាប់របស់ប្រទេសនីមួយៗនៅក្រោមច្បាប់អន្តរជាតិជាងនេះទៅទៀតការរៀបចំសម្ដាប់ធ្នាប់នៅតាមបន្ទាត់ព្រំដែននេះគឺត្រូវបានភាគីចៅសៀមវាចាត់ទុកជាបទដ្ឋានស្តង់ដារដែលបណ្ដាប្រទេសជឿនលឿនគេតែងតែអនុវត្តដើម្បីគ្រប់គ្រងការចេញចូលខុសច្បាប់ឲ្យបានម៉ឺងម៉ាត់ទោះបីជាមានការលេចលឺនៅពាក្យចចាមរាមអំពីលទ្ធភាពនៃការកាត់ផ្តាច់ទំនាក់ទំនងការទូតក៏ដោយក៏យោធាចៅសៀមបានបដិសេធទាំងស្រុងនឹងការលើកឡើងនេះផងដែរដោយវាបានអះអាងថាប្រទេសសៀមនៅតែចាត់ទុកកម្ពុជាជាអ្នកជិតខាងដ៏ល្អជិតស្និទ្ធបំផុតផងដែរក្នុងករណីដែលមានភាពមិនចុះសម្រុងគ្នាឬក៏មានវិវាទព្រំដែនណាមួយនោះយោធាចៅសៀមបានបញ្ជាក់យ៉ាងច្បាស់អំពីការប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់ដូចជាគណៈកម្មការព្រំដែនទូទៅដែលគេហៅកាត់ថា JBC ឬក៏ OBC នេះជាដើមចឹងទៅពុកម៉ែបងប្អូនប្រិយមិត្តគឺដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធីនេះគឺជាសញ្ញាមួយដែលវាចង់បញ្ជាក់និងចង់បង្ហាញថាទោះបីជាមានការសាងសង់នៅរបងដ៏រឹងមាំក៏ដោយក៏ប៉ុន្តែការទូតនៅតែបើកចំហសម្រាប់កិច្ចសហប្រតិបត្តិការឬក៏កិច្ចចរចាលើតុអីជាដើមនិយាយទៅពួកឯងនេះគឺប៉ុនលេះហើយសម្ដីគឺល្អមោះមុតប៉ុន្តែទង្វើពួកឯងគឺថោកទាបណាស់ពួកអាចៅសៀមអើយជាមួយគ្នានេះដែររដ្ឋាភិបាលចៅសៀមបានកំណត់នៅគោលដៅយុទ្ធសាស្ត្រចំនួន4រួមមានទី1ការការពារដែនអធិបតេយ្យភាពទី2ការគោរពច្បាប់អន្តរជាតិហើយទី3ការប្រើប្រាស់យន្តការទ្វេភាគីព្រមទាំងទី4នោះការរក្សាសន្តិភាពនៅក្នុងតំបន់បាទប្រិយមិត្តពុកម៉ែបងប្អូនទស្សនិកជនទាំងអស់គ្នាបើយើងស្ដាប់ទៅប្រទេសចៅសៀមមួយនេះវានិយាយមកហាក់បីដូចជាពិរោះខ្លាំងណាស់សុទ្ធតែគ្រប់ច្បាប់អន្តរជាតិសុទ្ធតែរក្សានៅតំបន់សុវត្ថិភាពហើយសន្តិភាពនៅក្នុងតំបន់ក៏ប៉ុន្តែពួកវាបានបង្កនៅសង្គ្រាមបង្កនៅការឈ្លានពានលើទឹកដីកម្ពុជាបាញ់បំផ្លាញប្រាសាទខ្មែរយ៉ាងខ្ទេចខ្ទីតែម្ដងដូចជាប្រាសាទតាកបីប្រាសាទតាមាន់ប្រាសាទព្រះវិហារហើយនិងប្រាសាទដទៃទៀតហើយក៏បានបំផ្លិចបំផ្លាញដុតផ្ទះសម្បែងប្រជាពលរដ្ឋហើយក៏បានយកបន្លួសឡាមកដាក់នៅក្នុងដែនដីកម្ពុជាព្រមទាំងដាក់ទូកុងតឺន័រចូលមកក្នុងដីខ្មែររាប់គីឡូម៉ែត្រជាដើមអីចឹងទៅហើយពួកសៀមនេះវាថាបាញ់កំតិចហើយចាំវាធ្វើថ្មីអាហ្នឹងគឺជាចរិតឈ្លានពានហើយពួកអាចៅសៀមពួកវានេះគ្មានឪពុកម្ដាយជាដូនជាតាវាឯណាមកធ្វើប្រាសាទទាំងនេះអស់ឬក៏ទ្រព្យសម្បត្តិផ្ទះសម្បែងវត្តអារាមនៅទីនោះទេបើសិនជាផ្ទះសម្បែងឬក៏ប្រាសាទឬក៏វត្តអារាមសាលារៀនហេដ្ឋារចនាសម្ព័ន្ធនៅទីនោះម៉ែឪជាដូនជាតាវាធ្វើមែនម្លេះវាមិនញញើតដៃក្នុងការបាញ់ប្រហារឬក៏ផ្លាញបែបនេះទេពុកម៉ែបងប្អូនប៉ុន្តែវាគឺចង់បានរបស់គេតែម្ដងពួកអាចៅសៀមឈ្លានពានពួកអសណ្ដានចោលតចំនួនចក្រីរាមាអីនេះគឺសម្ដីវានិយាយមកគឺផ្អែមពីរសស្ដាប់ដែលវាផ្សាយចេញទៅពិភពលោកប៉ុន្តែទង្វើឈ្លានពានវាគឺព្រៃផ្សៃជូរជាតិមានសណ្ដានជាមនុស្សទេពួកអាមួយនេះពុកម៉ែបងប្អូនទាំងអស់គ្នាពួកវាគឺកើតចេញពីកលសម្ព័ន្ធមួយដែលហៅឈ្មោះថាពួកកសម្ព័ន្ធតៃរហូតមកបានមានតែឈ្មោះសៀមគឺជាសកម្មភាពដែលបានឆ្លោះបញ្ចាំងសៀមកំពុងតែដើរលើផ្លូវពីរស្របគ្នាគឺដើម្បីការពារខ្លួនឲ្យបានរឹងមាំផងហើយនឹងការពាររក្សាមិត្តភាពផងនៅក្នុងបរិបទសន្តិសុខតំបន់ដ៏ស្មុគស្មាញមួយនេះប្រិយមិត្តទស្សនិកជនជាទីមេត្រីចូលមកដល់ចំណុចនេះខ្ញុំសូមធ្វើការវិភាគដ៏ស៊ីជម្រៅបន្តិចទៅចោះហេតុអ្វីបានជាសៀមវាធ្វើរបងព្រំដែនជាមួយកម្ពុជាយើងនៅពេលនេះសូមប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាជួយ share ម្នាក់មួយផងព្រោះថាចំណុចនេះវាមានសារៈសំខាន់ណាស់ចំណុចទី1គឺពួកចៅសៀមវាប្រើយុទ្ធសាស្ត្រលេបយកទឹកដីបន្តិចម្ដងទោះបីជាសៀមវាអះអាងថាធ្វើរបងដើម្បីទប់ស្កាត់នៅបទល្មើសឆ្លងដែនក៏ដោយការជួញដូរមនុស្សក៏ដោយក៏ប៉ុន្តែនៅក្នុងន័យច្បាប់អន្តរជាតិការបោះបង្គោលឬក៏សាងសង់នៅសំណង់រឹងមាំនៅលើតំបន់ដែលមិនទាន់បាននឹងឯកភាពគ្នាគឺតំបន់ដែលអត់ទាន់បានយកព្រមរៀងខ្លួននោះហើយសៀមវាចេះតែធ្វើដោយឯកតោភាគីអញ្ចឹងគឺជាយុទ្ធសាស្ត្រលេបត្របាក់ទឹកដីរបស់យើងម្ដងបន្តិចទៅហើយទេតើសៀមវាធ្វើរបងនឹងតើវាទៅតាមផែនទីមួយណាឬក៏វាទៅតាមផែនទីពួកអាចៅអន្តរជាតិឬក៏ផែនទី1លើ1សែនឬក៏ផែនទីគូសវាសដោយចោលឲ្យកតោភាគីនោះដែល1លើ50000ដែលសៀមវាតែងតែរំលោភយកនៅទឹកដីកម្ពុជាយើងកាន់តែជ្រៅនោះចង់បញ្ជាក់ទៅកាន់ប្រទេសចៅសៀមថា
រឿងទ្វេភាគីនេះសៀមតែងតែខ្សែលើកម្ពុជាជានិច្ចតែកម្ពុជាទេតែងតែអត់ធ្មត់និងមិនឃ្លានសង្គ្រាមដោយពួកអស់ឯងទេពួកអាចោសៀមរបងមិនមែនធ្វើត្រឹមតែសម្រាប់ការពារចោលនោះទេប៉ុន្តែវាគឺជាសញ្ញានៃការកំណត់ខ្សែបន្ទាត់ព្រំដែនថ្មីដោយឯកតោភាគីណាប្រិមិត្តពុកម៉ែបងប្អូននៅពេលដែលរបងត្រូវបានសាងសង់រួចវានឹងក្លាយទៅជាផុសតាងថ្មីដែលពួកអាចោសៀមវាយកមកប្រើប្រាស់ក្នុងព្រៀបការចោទចានទៅលើតុកឬក៏នៅពេលថ្ងៃអនាគតដោយវាអះអាងថាខ្លួនវាបានគ្រប់គ្រងនៅតំបន់នោះជាយូរមកហើយអញ្ចឹងទៅពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាចំណុចមួយដែលសៀមវាចង់មានព្រៀបនៅលើកម្ពុជាយើងតែម្ដងហើយចូលមកដល់ចំណុចទី2គឺពួកវាបានប្រើភាសាបែបទន់ភ្លន់តែលាក់នៅកំដាប់ដៃដែកគម្រាមកំហែងឈ្លានពានជានិច្ចដែលពួកវាបានបញ្ជាក់ថាគ្មានចេតនាផ្ដាច់ទំនាក់ទំនងការទូតនោះទេគឺជាការប្រើប្រាស់ភាសាបែបទន់ភ្លន់ដើម្បីបន្ធូរនៅកម្ដៅអន្តរជាតិតែប៉ុណ្ណោះខណៈដែលដៃម្ខាងរបស់ពួកវាកំពុងតែប្រើនៅកម្ដាប់ដៃដែកតាមរយៈការទិញសភាវុធថ្មីនិងការបង្កើននៅវត្តមានតបចៅសៀមវៀននៅតាមបន្ទាត់ព្រំដែនហើយព្រមទាំងជីកលានដ្ឋានជាដើមនឹងបានដាក់ទូកុងតឺន័រនៅតាមបន្ទាត់ព្រំដែនជារឿយៗហើយព្រមទាំងបង្ករឿងហេតុជាច្រើនផងដែរនៅតាមបន្ទាត់ព្រំដែននោះនេះគឺជាការបញ្ជូនសារគម្រាមកំហែងដោយស្ងៀមស្ងាត់មកកាន់នៅកម្ពុជាតែម្ដងហើយពួកចៅសៀមវាក៏បានបង្ហាញថាទោះបីជាមាត់របស់វានិយាយពីសន្តិភាពក៏ប៉ុន្តែបើសិនជាមានការប៉ះទង្គិចណាមួយកើតឡើងទៀតពួកវាមានឧត្តមភាពយោធាខ្ពស់ជាងយើងជាមិនខាននេះគឺជាការដាក់សម្ពាធផ្លូវចិត្តឲ្យកម្ពុជាយើងស្ថិតនៅក្នុងស្ថានភាពការពារនិងមិនហ៊ានតវ៉ាវាខ្លាំងក្លានោះទេចំពោះការគម្រោងសាងសង់របងនោះឯងពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់គ្នាហើយចំពោះចំណុចទី3គឺក្រុមចៅសៀមវាយកបញ្ហាព្រំដែនជាលេសដើម្បីទាមទារយកនៅថវិកាជាតិនិងបំបែកនៅស្ថានភាពចំណុចដ៏អាត់កំបាំងមួយនេះផងដែរដែលមិនសូវមានគេចាប់អារម្មណ៍នោះទេគឺការប្រើប្រាស់បញ្ហាព្រំដែនគឺជាលេសដើម្បីទាមទារនៅថវិកាជាតិដ៏មហាសាលរបស់ពួកវាតាមរយៈការបង្កើតនៅរូបភាពព្រំដែនសៀមកម្ពុជាកំពុងតែមានស្ថានភាពតានតឹងនិងមានការតវ៉ាពីអ្នកជិតខាងនោះយោធាចៅសៀមក៏វាអាចទទួលបាននៅភាពស្របច្បាប់ក្នុងការបញ្ជាទិញអាវុធទំនើបនិងបង្កើតនៅឥទ្ធិពលរបស់ខ្លួននៅក្នុងជួររដ្ឋាភិបាលចៅសៀមផងដែរចំណុចនេះអាចត្រូវណាស់ពុកម៉ែបងប្អូនប្រិយមិត្តទស្សនិកជនទាំងអស់គ្នាហើយបើសិនជានៅសល់លុយប្រមាណគឺនៅក្នុងហៅប៉ៅវាហើយវាអត់ខ្វល់ទេសំខាន់គឺវាបានផលចំណេញតែម្ដងពួកអាចោសៀមហ្នឹងយកបញ្ហាព្រំដែនដើម្បីទាមទារលុយលើសពីនេះទៅទៀតនោះគឺការលើកឡើងអំពីស្ថានភាពតាមបន្ទាត់ព្រំដែនគឺជាការតវ៉ានៅក្នុងប្រទេសកម្ពុជាយើងក៏អាចទៅជាការបង្វែរនៅស្ថានភាពពីបញ្ហានយោបាយផ្ទៃក្នុងរបស់ពួកវាផងដែរពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់គ្នាដោយវាយកបញ្ហាជាតិនិយមនៅតាមបន្ទាត់ព្រំដែនមកធ្វើជាខែដើម្បីការពារប្រជាប្រិយភាពរបស់វាអញ្ចឹងទៅជាពិសេសអនុទិនច័ន្ទវរៈគោលឈើនឹងតែម្ដងហើយនឹងក្រុមរបស់វាដល់ចំណុចទី4ចុងក្រោយនេះគឺការប្រើប្រាស់សន្តិសុខដើម្បីត្រួតត្រាសេដ្ឋកិច្ចព្រំដែនចំណុចនេះដែរគឺនៅក្រោមរូបភាពការប្រយុទ្ធប្រឆាំងនិងឧក្រិដ្ឋកម្មឆ្លងដែនដែលពួកចៅសៀមវាបានលើកឡើងប៉ុន្តែថ្មីនេះប្រិយមិត្តពុកម៉ែបងប្អូនទស្សនិកជនដឹងទេថានៅឯខេត្តសុរិន្ទប្រទេសចៅសៀមនោះមានរោងចក្រឧក្រិដ្ឋកម្មបោកប្រាស់លុយគេដែលឥឡូវនេះល្បីល្បាញទៅដល់កាសែតជប៉ុនគេចុះផ្សាយប្រងព្រឹត្តពាក់ព័ន្ធទៅនឹងខេត្តសៀមសុរិន្ទនេះថាជាកន្លែងដែលបោកប្រាស់អនឡាញតែម្ដងសៀមតែងតែនិយាយចោទប្រកាន់ Cambodiaក៏ប៉ុន្តែសៀមខ្លួនវាសោះជាអ្នកធ្វើឡើងជាក់ស្ដែងតែម្ដងប្រិមិត្តការពិតសៀមអាចនឹងមានបំណងរឹតបន្តឹងការចេញចូលរបស់ពលករនិងការដោះដូរទំនិញទៅតាមច្រករបៀងតូចដែលធ្លាប់តែជាដង្ហើមសេដ្ឋកិច្ចរបស់ប្រជាជននៅតាមបន្ទាត់ព្រំដែននិងតាមដែលពួកគាត់នៅរស់នៅតាមព្រំដែននោះហើយការសាងសង់របងដ៏រឹងមាំនិងការធ្វើឲ្យប្រជាជនឬក៏ធ្វើឲ្យកម្ពុជាបាត់បង់នៅលទ្ធភាពក្នុងការគ្រប់គ្រងតំបន់សឬក៏តំបន់សេដ្ឋកិច្ចប្រតិកលាគ្នាហើយក៏បានប្រគល់នៅអំណាចការគ្រប់គ្រងលំហូរមនុស្សឬក៏ទំនិញទាំងស្រុងទៅឲ្យពួកយោធាចៅសៀមនេះគឺជាការប្រើប្រាស់ពាក្យថាសន្តិសុខដើម្បីត្រួតត្រាសេដ្ឋកិច្ចព្រំដែនយកជាប្រយោជន៍របស់វាតែម្ដងនេះគឺជាអ្វីដែលខ្ញុំបានធ្វើការវិភាគនិងចែកម្លែកជារួមហើយហេតុអ្វីបានជាពួកចៅសៀមវាសាងសង់របងនៅពេលហ្នឹងអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាតើការសាងសង់នោះវាធ្វើទៅតាមអ្វីឲ្យពិតប្រាកដផែនទីមួយណាផែនទីចៅឬក៏ផែនទីដីដែលប្លន់របស់ពួកចៅសៀមបាទប្រិយមិត្តពុកម៉ែបងប្អូនទស្សនិកជនទាំងអស់គ្នានេះគឺជាដំណឹងដ៏ក្តៅគគុកនៅពេលថ្ងៃរសៀលនេះដែលយើងត្រូវបានយកមកតាមដាននិងយកមកចែកម្លែកទាំងអស់គ្នា
ហើយក៏សូមប្រិយមិត្តពុកម៉ែបងប្អូនទស្សនិកជនទាំងអស់គ្នាកុំភ្លេចជួយ share នៅវីដេអូមួយនេះឲ្យបានច្រើនកកដើម្បីឲ្យពិភពលោកបានឃើញពីការពិតដែលកំពុងតែកើតមាននៅតាមបន្ទាត់ព្រំដែនកម្ពុជារបស់យើងផងហើយក៏សូមកុំភ្លេចជួយ Subscribe និងដាក់សញ្ញាកណ្ដឹងនៅលើ Channel ភាព707ដើម្បីទទួលបាននូវព័ត៌មានថ្មីៗនិងការវិភាគជាបន្តទៀតនៅថ្ងៃស្អែកហើយបើសិនជាមានការនិយាយទៅឬក៏ការអធិប្បាយវិភាគណាមួយខុសឆ្គងលើសលួសនៅត្រង់ចំណុចណាខ្វះខាតអីសូមគោរពអធិស្ឋានទុកជាមុនផងនិងក៏សូមជូនពរដល់ពុកម៉ែបងប្អូនប្រិយមិត្តទស្សនិកជនទាំងអស់គ្នាព្រមទាំងលោកពូវីរៈកងទ័ពនិងបងវីរៈកងទ័ពវីរៈកោបាជាតិទាំងអស់ដែលនៅជួរមុខព្រមទាំងបងប្អូនពុកម៉ែជនភាសាសូមឲ្យមានសុខភាពល្អជួបតែសំណាងល្អនិងសុខភាពកាន់តែរឹងមាំជោគជ័យគ្រប់ភារកិច្ចទៅណាមកណាមានតែសុខសុវត្ថិភាពនិងសូមចូលរួមគ្រប់ច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីការពារអាយុជីវិតយើងហើយនិងព្រមទាំងក្រុមគ្រួសារនិងអ្នករួមដំណើរទៅលើដងវិថីជាមួយគ្នាសូមគ្រប់លាសូមគ្រប់អរគុណពីខ្ញុំភី707